ទំលាប់អាក្រក់ចំនួន5យ៉ាងដែលសិស្សនិស្សិតមួយចំនួនដែលកំពុងតែរៀននៅសាកលវិទ្យាល័យឬតាមបណ្ដាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនតែងតែធ្វើទី1គឺជាការដែលមករៀនគ្មានប៊ិចគ្មានសៀវភៅសម្រាប់កត់ត្រាសិស្សនិស្សិតមួយចំនួនតែងតែយល់ច្រឡំថានៅពេលដែលយើងរៀនដល់កម្រិតបញ្ញាបត្រឬក៏រៀននៅសាកលវិទ្យាល័យនឹងយើងអត់ត្រូវការប្រើប្រាស់ប៊ិចឬសៀវភៅទៀតទេតែនេះគឺជាការយល់ច្រឡំដែលខុសធ្ងន់មែនទែនព្រោះថាសម្រាប់យើងជាអ្នកសិក្សាប៊ិចនិងសៀវភៅគឺពិតជាមានសារៈសំខាន់មែនទែនទៅលើការជួយដល់ការកត់ចំណាំឲ្យផ្សេងជាពិសេសគឺនៅពេលដែលលោកគ្រូអ្នកគ្រូគាត់បញ្យល់មេរៀនអញ្ចឹងយើងអាចយកសៀវភៅនិងប៊ិចនឹងសម្រាប់កត់ត្រានៅចំណុចណាដែលថាសំខាន់ដើម្បីយើងទុកមើលថ្ងៃក្រោយជាវាផ្លេចមេរៀនសំខាន់មួយនឹងជាពិសេសគឺឡងពេលប្រឡងគឺយើងអាចមានអ្វីមួយដែលយើងអាចមើលឬរំលឹកបានដើម្បីត្រៀមខ្លួនប្រឡងបានផងដែរអញ្ចឹងអ្នកនរគ្នាអាចសាកសម័យបានថាចុះបើសិនជាអ្នកនរគ្នាមានប៊ិចសៀវភៅកត់ត្រាគឺនឹងអង្គុយស្ដាប់ហើយបន្ទាប់មកចាំមករៀនយើងក៏ផ្លេចមេរៀនដែរចុះឡងពេលប្រឡងឬក៏កលៈទេសៈដែលសំខាន់ណាមួយយើងមានមេរៀនឯណាមើលអញ្ចឹងប៊ិចសៀវភៅកត់ត្រាគឺពិតជាមានសារៈសំខាន់មែនទែនឯមួយទៀតហ្នឹងគឺសិស្សខ្លះគឺមានទម្លាប់ជាតែម្ដងគឺគាត់អត់ចង់កត់ត្រាទេគាត់ចង់បាន file ជា slide ជា PDF ដែលគ្រូទម្លាក់មកស្រាប់ៗដើម្បីមើលប៉ុន្តែនឹងក៏ជាផ្នែកមួយដែលថាវាអត់ជួយយើងច្រើនទៅលើការសិក្សាទេទុយទៅវិញគឺវានឹងបង្កើតទម្លាប់ជាដល់យើងទៅវិញទេហើយរឿងមួយទៀតដែលយើងត្រូវដឹងហ្នឹងគឺថាការកត់ត្រាក៏ជាផ្នែកមួយទៅលើការសិក្សារៀនសូត្រដែលវាជួយឲ្យយើង improve ចំណេះដឹងរបស់យើងបានមួយផ្នែកផងដែរដូច្នេះហើយសូមអ្នកឲ្យជប់យកច្រឡំថានៅពេលយើងរៀនដល់កម្រិតឧត្តមសិក្សាឬកម្រិតសាកលវិទ្យាល័យនឹងគឺយើងអត់ត្រូវការប៊ិចសៀវភៅព្រោះថាមិនថាយើងរៀនកម្រិតបញ្ញាបត្រអនុបណ្ឌិតឬក៏លើសនឹងទៀតក៏ដោយការដែលមានប៊ិចសៀវភៅសម្រាប់កត់ត្រាសម្រាប់ណូតទឹកនឹងគឺជាផ្នែកមួយដែលថាជួយជំរុញដល់ការសិក្សារបស់យើងច្រើនមែនទែនហើយរឿងមួយទៀតខ្ញុំចង់និយាយដែរគឺថាទោះបីជាយើងអត់មាន physical book ដែលយើងអាចកត់ត្រាលើនឹងផ្ទាល់បានក៏ពិតមែនប៉ុន្តែបើសិនយើងអាចមាន tablet ឬក៏ iPad ដែលយើងអាចកត់ត្រាបាននៅលើនឹងតាមរយៈកម្មវិធី Note ជាកម្មវិធី digital ក៏យើងអាចសន្មតបានថាយើងមានសៀវភៅសម្រាប់កត់ត្រាបានផងដែរឬលែងតែយើងមាន iPad tablet ឧបករណ៍ទាំងអស់នឹងហើយប៉ុន្តែយើងអត់មានកម្មវិធី Note ឬយើងអត់បានប្រើប្រាស់វាសម្រាប់កត់ត្រាអីទេអានឹងវាអត់មានជាផ្នែកមួយដែលថាជួយទៅលើការសិក្សារបស់យើងវិញទេអានឹងវាជាផ្នែកមួយដែលបំផ្លាញយើងវិញទេចំណុចទី2គឺ assignment ចាំតែដល់ថ្ងៃចាំតែគៀកថ្ងៃបានចាប់ផ្ដើមធ្វើអញ្ចឹងតាំងចំណុចនេះដែរតើបងប្អូនណាខ្លះដែលមានទម្លាប់បែបនេះខ្ញុំជឿថាមានពាក្យច្រើនហ្មងដែលកំពុងតែមានទម្លាប់បែបនេះអញ្ចឹងបើសិនជាបងប្អូនមានទម្លាប់បែបនេះបើអាចបងប្អូនគួរតែកែទម្លាប់មួយនេះចេញព្រោះទម្លាប់មួយនេះជាទម្លាប់ដែលអត់ល្អទេព្រោះជាក់ស្ដែងជាទូទៅគ្រូមិនដែលដាក់ assignment ថ្ងៃនេះយកស្អែកទេពាក្យច្រើនគឺគាត់តែងតែទុកពេលឲ្យ3ថ្ងៃមួយអាទិត្យឬក៏លើសនឹងឲ្យជាដើមអញ្ចឹងទៅអញ្ចឹងវាអត់មានជាទម្លាប់មួយដែលល្អទេហើយជាពិសេសគឺក្នុងកលៈស័កបែបនេះខ្ញុំជឿថាពាក្យច្រើនច្បាស់ជា one night policy ហើយចឹងបែបនេះគឺផ្ដោតសម្ពាធដល់យើងច្រើនមែនទេហើយធ្វើឲ្យយើងធុញ stress កាន់តែលើសដើមទៅលើការសិក្សារបស់យើងផងដែរចំណុចទី3គឺពេលដំបូងគឺអត់ខំរៀនទេដល់ពេលគៀកថ្ងៃប្រឡងហើយបានខំរៀនអញ្ចឹងអ្នកខ្លះកំពុងតែមានទម្លាប់បែបនេះមួយទៀតហើយអញ្ចឹងបានន័យថាចេះពេលពីដើមចូលឆំមាសដំបូងហើយអាចចាប់ដើមខំរៀនសង្វាក់រៀនឲ្យខ្លាំងនេះដល់ពេលគៀកប្រឡងមួយអាទិត្យនេះចាប់ដើមសម្រុករៀនមើលមេរៀនមើលអីចឹងទម្លាប់បែបហ្នឹងគឺវាអត់មានប្រសិទ្ធភាពទៅលើការសិក្សារៀនសូត្ររបស់យើងទេហើយជាពិសេសក៏យើងអត់សូវចាប់ឲ្យបានដែរក្នុងឡុងពេលហ្នឹងអញ្ចឹងបើសិនជាយើងធ្វើបែបហ្នឹងដល់ពេលដែលប្រឡងយើងនឹងអត់មានសមត្ថភាពគ្រប់គ្រាន់តែថាយើងអត់សូវចេះទេហើយតប្រឡងក៏យើងមិនអាចយកបន្ទុកបានល្អដែរប៉ុន្តែនេះគឺមានទាំងអស់ទេគឺអាស្រ័យទីអ្នកខ្លះគាត់មាន talent ល្អអញ្ចឹងគាត់អាចចាប់បានអញ្ចឹងតើប៉ុន្តែនេះគឺជារឿងមួយដែលកម្រមែនទែនអញ្ចឹងបើអាចយើងគួរតែខំរៀនពីដើមឆមាសទៅរហូតដល់ថ្ងៃប្រឡងគឺយើងមានការត្រៀមខ្លួនរួចរាល់ទៅលើការប្រឡងតែម្ដងដើម្បីយើងយកបន្ទុកបានច្រើនអញ្ចឹងត្រង់នេះដែរខ្ញុំចង់និយាយរឿងមួយដែលសំខាន់ដែរគឺថាការរៀននៅសាកលវិទ្យាល័យអ្វីដែលសំខាន់គឺយកបន្ទុក GPA ចឹងកាលណាតែយើងបានបន្ទុក GPA ខ្ពស់យើងមានឱកាសច្រើនបើសិនបន្ទុក GPA ទាបគឺយើងអត់សូវមានឱកាសច្រើនទេព្រោះថា GPA ដល់ពេលដែលយើងបានយ៉ាងហោចណាស់ក៏3ចុចឡើងយើងនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យើង qualify ដើម្បីដាក់ពាក្យអាហារូបករណ៍ផ្សេងចំណុចទី4ការដែលចាប់ម៉ោងរៀនគឺចាប់ដែរអញ្ចឹងចំណុចត្រង់នេះខ្ញុំចង់និយាយថាអ្នកខ្លះគឺរៀនតែក្នុងថ្នាក់ផ្ដោតទៅលើការរៀនក្នុងថ្នាក់ទេអត់បានចំណាយពេលទៅស្រាវជ្រាវទៅវឹកហាត់អ្វីដែលបានរៀនហើយបន្ថែមអញ្ចឹងត្រង់នេះគឺខ្ញុំចង់បានន័យថានៅពេលដែលយើងមានពេលទំនេរខ្លះអញ្ចឹងយើងអាចយកពេលទំនេរនឹងទៅស្រាវជ្រាវឬក៏រំលឹកមេរៀនដែលបានរៀនហើយឬក៏យកពេលនឹងទៅរំលឹកកែលំហាត់អីឡើងវិញនឹងក៏ជាផ្នែកមួយថាជួយជំរុញការសិក្សារបស់យើងមែនទែនតែនេះគឺជាទម្លាប់ល្អមួយតែបើសិនអ្នកនរមានទម្លាប់អាក្រក់ដែលថាចាប់ម៉ោងរៀនចាប់ដែរស្អែកឡើងទៅរៀនទៀតដែលពេលទំនេរផ្សេងគឺយើងចេះជីវាចោលអត់ប្រយោជន៍
ចឹងនឹងគឺមិនជារឿងដែលល្អទេដែលវាគឺធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់យើងផងដែរព្រោះថាការរៀននៅកម្រិតសាកលវិទ្យាល័យមិនមែនរៀនតែអ្វីដែលគ្រូផ្ដល់ឲ្យហ្នឹងគឺគ្រប់គ្រាន់ទេគឺយើងត្រូវស្រាវជ្រាវនិងអវត្តបន្ថែមដោយខ្លួនឯងទៀតដែលហៅថាស្វ័យសិក្សាហ្នឹងចឹងនៅពេលអ្នកគ្នារៀនចប់ហើយគួរតែឆ្លៀតពេលតនេទៅស្រាវជ្រាវអ្វីថ្មីដើម្បីពង្រឹងចំណេះដឹងខ្លួនឯងផងនឹងគឺជារឿងមួយដែលល្អមែនទេចំណុចទី5គឺជាការដែលលួចលេងទូរស័ព្ទក្នុងម៉ោងរៀនចឹងនិយាយថាចំណុចនេះគឺជាទម្លាប់មួយដែលថាភាគច្រើនមែនទែនគឺមានតែតែលួចប្រើទូរស័ព្ទផ្សេងក្នុងឡុងពេលម៉ោងរៀនអញ្ចឹងណាជាងការពងរៀនថាទៅលុតសារមកតឹងវាធ្វើឲ្យកាត់ផ្ដាច់សង្វាក់ទៅលើការផ្ដោតអារម្មណ៍របស់យើងទៅលើការរៀនហ្នឹងចឹងការដែលយើងប្រើទូរស័ព្ទនៅក្នុងម៉ោងរៀនហ្នឹងគឺវាបានជួយជំរុញឲ្យយើងច្រើនទេប៉ុន្តែបើសិនជាយើងចេះប្រើវាឲ្យបានត្រឹមត្រូវលក្ខណៈថាឡុងពេលម៉ោងរៀនហ្នឹងគ្រូដាក់ជាការងារក្រុមអ្វីយើងស្រាវជ្រាវបន្ថែមដែលគាត់អាចអនុញ្ញាតឲ្យយើងប្រើទូរស័ព្ទអានេះជាផ្នែកមួយជួយយើងវិញប៉ុន្តែបើសិនជាយើងកំពុងតែរៀនអ្នកខ្លះយកទូរស័ព្ទទៅលួចលេងហ្គេមឬក៏លួចឆាតអីផ្សេងលួចលេងបណ្ដាញសង្គមអីផ្សេងអាហ្នឹងគឺវាបំផ្លាញខ្លួនយើងហើយអញ្ចឹងសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមានប៉ុណ្ណឹងសម្រាប់ការលើកឡើងពីទម្លាប់អាក្រក់មួយចំនួនដែលខ្ញុំតែងឃើញចឹងជឿថាវាជាផ្នែកមួយទៅលើការដាស់តឿនអ្នកគ្នាជាចុងក្រោយអរគុណអ្នកគ្នាដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់ហើយបើសិនមកអ្នកគ្នាចង់រៀនភាសាបារាំងភាសាអង់គ្លេសដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិបរទេសនិងគ្រូជនជាតិដើមដែលមានបទពិសោធន៍ខ្ពស់ហើយសម្រាប់ការសិក្សាពីភាសាអ្នកគ្នាទទួលបានការបញ្ចុះតម្លៃ 10% ផងដែរនោះអ្នកគ្នាអាចមកចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលអាមីជាមួយនឹងតម្លៃសិក្សាដ៏សមរម្យបំផុតនៅក្នុងទីក្រុងភ្នំពេញអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ